រឿងរ៉ាវមួយចំនួនសូម្បីតែប៉ូលីសឬអ្នកវិទ្យាសាស្ត្រក៏មិនអាចដោះស្រាយបានសួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំមានរឿងមួយសម្រាប់យកមកចែករំលែកជូនប្រិយមិត្តទាំងអស់គ្នាចឹង channel នេះផងដែរខ្ញុំនឹងធ្វើតាក់ទងជាមួយនឹងរឿងបែបអាត់កំបាំងឬក៏រឿងក្តីអកតកម្មផ្សេងឬក៏រឿងខ្មោចជាដើមនិយាយទៅតាក់ទងមួយរឿងរន្ធត់តែម្ដងហើយតាក់ទងជាមួយនឹងរឿងនៅក្នុងថ្ងៃនេះដែលខ្ញុំលើកយកមកចែករំលែកបន្តិចទៀតនេះគឺតាក់ទងជាមួយនឹងករណីឃាតកម្មមួយដ៏អាត់កំបាំងដែលយើងមិនបានដឹងពីមុននៅក្នុងសហរដ្ឋអាមេរិកដែលវាបានកើតឡើងទៅលើគ្រួសារលោក King បានន័យថាលោក King ត្រូវបានគេសម្លាប់ប៉ុន្តែយើងមិនដឹងថាអ្នកណានៅពីក្រោយការសម្លាប់របស់លោក King ដោយពិតប្រាកដទេអញ្ចឹងបើសិនជាចង់ដឹងលម្អិតនៃសាច់រឿងនេះតោះចូលទៅស្ដាប់ជាមួយខ្ញុំទាំងអស់គ្នាទី28ខែមេសាឆ្នាំ2023បន្ទាប់ពីការធ្វើឃាតលោក Martin Luther King ហៅថាលោក King ការិយាល័យ SBI បានចោទប្រកាន់លោក Ray ពីបទសម្លាប់លោក King ទៅក្នុងបញ្ជីទាំង10របស់ខ្លួននៅក្នុងការបង្ហោះនេះពាក្យថាឃុំឃាត់ត្រូវបានលើកឡើងវាបាននាំឲ្យមានផលវិបាកដែលមិនអានគិតទុកជាមុននិងបានដាក់ជំនឿថាលោក King គឺជាគោលដៅនៃគម្រោងដែលរៀបចំឡើងដោយរដ្ឋបាលលោក Johnson និង SBI នៅឆ្នាំ2019ក្រុមពលរដ្ឋដែលមានការព្រួយបារម្ភមួយក្រុមបានបង្កើតឡើងដោយហៅខ្លួនឯងថាគណៈកម្មាធិការស្វែងរកការពិតនិងការផ្សះផ្សាដែលយើងហៅកាត់ថា TRC សមាជិកភាពរួមមានតារាល្បីៗជាច្រើននៅ Hollywood ដូចជា Oliver Stone, Alec Baldwin និង Martin Sheen ក៏ដូចជា Robert Kennedy និងក្មួយប្រុសរបស់ MLK បាទប្រិយមិត្តទាំងអស់គ្នា MLK ហ្នឹងគឺជាឈ្មោះកាត់របស់លោក King នឹងឯង TRC បានផ្សព្វផ្សាយគំនិតដែលថាប្រធានាធិបតី Kennedy ប្អូនប្រុសរបស់គាត់គឺ Robert Kennedy King និង Malcolm X ត្រូវបានធ្វើឃាតជាលទ្ធផលនៃការឃុំឃាត់ដែលរៀបចំដោយរដ្ឋាភិបាលហើយបន្ទាប់មកត្រូវបានបិទបាំងពួកគេបានចោទប្រកាន់ថាឃាតករដែលត្រូវបានកាត់ទោសរបស់លោក King គឺ James Ray អញ្ចឹងប្រិយមិត្តទាំងអស់គ្នានៅបន្តទៀតខ្ញុំនឹងអានឈ្មោះគាត់ថា Ray តែម្ដងឬក៏ខ្ញុំនិយាយកន្លែងខ្លះខ្ញុំនឹងនិយាយគាត់តែម្ដងដោយសារអត្ថបទនេះគឺសំដៅទៅលើគាត់ដែលគេចោទប្រកាន់គាត់ពីបទសម្លាប់លោក King មិនមែនជាឃាតករពិតប្រាកដរបស់មេដឹកនាំសិទ្ធិពលរដ្ឋនោះទេគណៈកម្មាធិការ TRC ជឿជាក់ថាគំនិតឃុំឃាត់គ្នារបស់រដ្ឋាភិបាលបានបង្ហាញផុសតាងឡើងវិញនៅក្នុងសំណុំរឿងនេះក្នុងទម្រង់មួយដែលស្របនឹងគំនិតដែលថាលោក King កំពុងគំរាមកំហែងដល់ស្ថាប័នមានអំណាចដែលគាត់ត្រូវតែលុបបំបាត់ចោលគំនិតនេះនៅតែបន្តតាក់ទាញដល់ជនជាតិអាមេរិកជាច្រើនសូម្បីតែបន្ទាប់ពីឯកសាររបស់រដ្ឋាភិបាលត្រូវបានចេញផ្សាយក៏ដោយការស៊ើបអង្កេតរបស់រដ្ឋាភិបាលចំនួន5ដងបានសន្និដ្ឋានថាលោក Ray មានទោសពីបទសម្លាប់ King នៅក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះតុលាការអាមេរិកបានបដិសេធម្ដងហើយម្ដងទៀតចំពោះការសារភាពគ្មានទោសរបស់លោក Ray នៅក្នុងឆ្នាំបន្ទាប់ពីឃាតកម្មលើលោក King ក្នុងខែមេសាឆ្នាំ1968គំនិតដែលថាមានការឃុំឃាត់គ្នាមិនមែនជារឿងចម្លែកនោះទេមានសំណួរដែលត្រូវឆ្លើយនិងការពិតដែលត្រូវបញ្ជាក់នៅពេលដែលអ្នកស៊ើបអង្កេតទាំងឯកជននិងរដ្ឋាភិបាលបានចាប់ផ្ដើមស្វែងយល់ស៊ីជម្រៅអំពីអក្រិតកម្មនិងហេតុផលរបស់ឃាតករហើយ SBI បានបង្ហើបពីការឃុំឃាត់គ្នានៅពេលដែលខ្លួនបានចាប់ផ្ដើមការស៊ើបអង្កេតរបស់ខ្លួនលើឃាតកម្មនេះហើយសង្ស័យថាគាត់បានរត់គេចខ្លួនពីយុត្តិធម៌ប្រធានាធិបតីលោក Johnson ចង់ឲ្យ SBI ចូលរួមក្នុងការស៊ើបអង្កេតនៅពេលដែលគាត់ត្រូវបានបញ្ចូលទៅក្នុងបញ្ជីរបស់ SBI ពាក្យថាឃុំឃាត់ត្រូវបានលើកឡើងដោយសារឃាតកម្មនេះគឺជាការទទួលខុសត្រូវរបស់ SBI ត្រូវបង្ហាញថាអក្រិតកម្មមួយត្រូវបានប្រព្រឹត្តហើយការចោទប្រកាន់ពីបទឃុំឃាត់គ្នាដើម្បីដកហូតសិទ្ធិពលរដ្ឋរបស់គាត់ត្រូវបានជ្រើសរើសវាបាននាំឲ្យមានផលវិបាកដែល
មិនបានគិតទុកជាមុនសម្រាប់ជំនឿថា King គឺជាគោលដៅនៃគម្រោងដែលរៀបចំឡើងដោយរដ្ឋាភិបាល Johnson និង SBI ក្នុងរយៈពេលជាច្រើនទសវត្សរ៍បន្ទាប់ពីការធ្វើឃាតលោក King ការសង្ស័យដំបូងអំពីការរកឃើញរបស់រដ្ឋាភិបាលបាននាំឲ្យមានរឿងប្រឌិតដ៏ពិសពុលដែលត្រូវបានបង្កើតឡើងដោយអ្នកជឿលើការឃុំឃិតខ្លាំងដោយគ្មានមូលដ្ឋានច្បាស់លាស់បំផុតនៅក្នុងការពិតសពថ្ងៃនេះការធ្វើជាអ្នកគ្រប់គ្រងទ្រឹស្ដីការឃុំឃិតទាមទារឲ្យអ្នកកាន់សាសនាបញ្ចេញមតិខ្លាំងៗដែលមិនត្រឹមតែមិនសមហេតុផលប៉ុណ្ណោះទេថែមទាំងមិនអើពើនឹងផុសតាងជាក់ស្ដែងទៀតផងអ្នកនិពន្ធបានឃុំឃិតចោទប្រកាន់ថាបុគ្គលិករដ្ឋាភិបាលដែលមានចំនួនរាប់រយបើមិនមែនជាប់ពាក់ព័ន្ធឃុំឃិតគ្នាយល់ព្រមប្រព្រឹត្តឃាតកម្មអ្វីដែលបាត់ពីហេតុផលរបស់អ្នកឃុំឃិតគឺជាពាក្យដែលថានៅក្នុងដំណើរការនៃការបង្កើតផែនការរបស់ពួកគេបុគ្គលិករដ្ឋាភិបាលទាំងនេះនឹងប្រថុយប្រឋានអាជីពទាំងមូលរបស់ពួកគេហើយប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋនៃការជួយបន្ទាប់ពីការពិតនៃការសម្លាប់ដោយតែអ្នកវិភាគ SBI លោក John Douglas បានសរសេរថាអ្នកណាដែលធ្លាប់ធ្វើការនៅក្នុងរដ្ឋាភិបាលសូម្បីតែនៅក្នុងសហគមន៍ចារកម្មក៏ដោយនឹងប្រាប់អ្នកថាគ្មានអ្វីធំឬផ្សព្វផ្សាយបានល្អនៅសម្ងាត់បានយូរនោះទេការិយាល័យធិបតេយ្យដ៏ធំគឺមិនអាចអនុវត្តការឃុំឃិតនិងរក្សាវាឲ្យនៅសម្ងាត់បានឡើយលើពីនេះប្រសិនបើលោក Hoover នាយក SBI មានគម្រោងបំផ្លាញលោក King ដោយសម្លាប់មែនគាត់នឹងបំផ្លាញកំណត់ត្រា Quintanbro ជាមុនសិនឯកសារ SBI ដែលបានកត់ត្រាយុទ្ធនាការដ៏វែងឆ្ងាយរបស់ការិយាល័យដើម្បីបំផ្លាញគណៈបកកុម្មុយនីសអាមេរិកអំណាចខ្មៅនិងក្រុមរ៉ាឌីកាល់ជ្រុលនិយមនៅសហរដ្ឋអាមេរិកក៏ដូចជាកំណត់ត្រាដែលរៀបរាប់ពីយុទ្ធនាការដ៏វែងឆ្ងាយរបស់ SBI ដើម្បីបំផ្លាញលោក King នៅឆ្នាំ1969លោក Ray បានសារភាពថាខ្លួនមានទោសហើយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ99ឆ្នាំបន្ទាប់មកគាត់ចាប់ផ្ដើមយល់ថាគាត់អាចប្រើប្រាស់ការគាំទ្រដែលគាត់ទទួលបានពីជនជាតិអាមេរិកជាច្រើនរួមទាំងមេដឹកនាំអាហ្វ្រិកដែលជឿថារដ្ឋាភិបាលនៅពីក្រោយការធ្វើឃាតលោក King ហើយពួកគេទាំងអស់គ្នាមានរឿងមួយដូចគ្នាគឺការមិនទុកចិត្តលើ SBI លោក Ray ក៏បានឆ្លៀតយកប្រយោជន៍ពីការពិតដែលថាអ្នកកាសែតក្នុងស្រុកនិងបរទេសដែលមានភាពលំអៀងប្រឆាំងនឹងអាមេរិកក៏បានផ្សព្វផ្សាយរឿងរបស់គាត់ផងដែរដោយចោទប្រកាន់ថាប្រធានាធិបតីអាមេរិកនិង SBI បានបញ្ជាឲ្យធ្វើឃាតលោក King គាត់ក៏បានដឹងផងដែរថាចាប់តាំងពីពាក់កណ្ដាលដល់ចុងទសវត្សរ៍ឆ្នាំ1960មកមតិសាធារណៈងាយនឹងទទួលគំនិតឃុំឃិតគ្នាវាទំនងជាគាត់បានរៀនមេរៀនទាំងនេះយ៉ាងល្អដោយដឹងថាគាត់អាចមានឥទ្ធិពលលើមតិសាធារណៈដោយផ្សព្វផ្សាយគំនិតឃុំឃិតដែលដឹកនាំដោយរដ្ឋាភិបាលលើពីនេះអ្នកឃុំឃិតអាចកាត់បន្ថយសារៈសំខាន់នៃកំហុសរបស់លោកនិងបង្កើនសារៈសំខាន់នៃការឃុំឃិតរបស់រដ្ឋាភិបាលពីព្រោះមនុស្សជាច្រើនជឿថាវាមិនអាចទៅរួចទេសម្រាប់អក្រិតជនដែលគ្មានសមត្ថភាពដូចជាគាត់ដែលជាបរិសម្នាក់ដែលមានបរាជ័យក្នុងការប៉ុនប៉ងប្លន់ប្រដាប់អាវុធជាច្រើនអាចបានប្រព្រឹត្តឃាតកម្មមែននេះអ្នកឃុំឃិតបានបញ្ចុះបញ្ចូលអ្នកការពារលោក Ray ជាច្រើនឲ្យបង្ខូចផុសតាំងនៅក្នុងសំណុំរឿងនេះក្នុងទម្រង់មួយដែលសមនឹងគំនិតដែលថាលោក King កំពុងគំរាមកំហែងដល់ស្ថាប័នមានអំណាចគាត់ត្រូវតែបានកម្ចាត់ចោលដោយកងកម្លាំងពេញមួយរយៈពេលជាច្រើនឆ្នាំបន្ទាប់ពីការកាត់ក្តីរបស់គាត់លោក Ray បានប្រកាន់ខ្ជាប់នៅគំនិតនៃការឃុំឃិតគ្នាដ៏ធំសម្បើមមួយដើម្បីរក្សាសំណុំរឿងរបស់គាត់ឲ្យនៅរស់នៅក្នុងគំនិតរបស់គាត់ការផ្សព្វផ្សាយការឃុំឃិតនឹងផ្ដល់ឲ្យគាត់នៅឱកាសនៃសេរីភាពហើយផ្ទុយទៅវិញក៏ផ្ដល់ឲ្យគាត់នៅឋានៈជាឃាតករជួលឬ
អ្នកឃុំឃាត់គ្នាក្នុងកំឡុងពេលជាប់ពន្ធនាគារប្រសិនបើគាត់មិនអាចធានាសេរីភាពរបស់គាត់បានលើពីនេះគំនិតនៃការឃុំឃាត់បានបង្កើនតម្លៃលក់នៃរឿងរបស់គាត់ដោយផ្ដល់ឲ្យគាត់នៅហិរញ្ញវត្ថុដែលគាត់ត្រូវការដើម្បីតស៊ូមតិក្នុងសំណុំរឿងរបស់គាត់គណៈកម្មាធិការការជ្រើសរើសសភាតំណាងរាស្ត្រសហរដ្ឋអាមេរិកស្ដីពីការធ្វើឃាតបានសន្និដ្ឋានថាក្រុមអ្នកជំនួញមួយមកពីទីក្រុង Los បានដាក់ប្រាក់រង្វាន់លើលោក King ហើយប្រហែលជាបានធ្វើការជាមួយលោក Ray ក្នុងផែនការរបស់គាត់ដើម្បីសម្លាប់លោក King ប៉ុន្តែគណៈកម្មការបានបដិសេធគំនិតនៃ SBI ឬការឃុំឃាត់គ្នាផ្សេងទៀតរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងឃាតកម្មលោក King ជនល្មើសដែលត្រូវបានគណៈកម្មការតែងតាំងជាអ្នកផ្ដល់រង្វាន់នោះបានស្លាប់ជាច្រើនឆ្នាំមុនពេលការបង្កើតការស៊ើបអង្កេតរបស់សភាតំណាងរាស្ត្រសហរដ្ឋអាមេរិកប៉ុន្តែមានការពិតខ្លះដែលថារង្វាន់ពិតជាមិនមែនហើយមានក្រុមជ្រុលនិយមមួយចំនួនដែលពិតជាបានតស៊ូមតិឲ្យផ្ដល់រង្វាន់ដល់អ្នកណាដែលសម្លាប់លោក King មានផុសតាងមួយចំនួនដែលបង្ហាញថាបងប្អូនប្រុសលោក Ray បានដឹងអំពីប្រាក់រង្វាន់នេះប៉ុន្តែគ្មានកន្លែងណានៅក្នុងកំណត់ត្រាស៊ើបអង្កេតដែលមានផុសតាងថាពួកគេបានប្រមូលវានោះទេការស្រាវជ្រាវយ៉ាងហ្មត់ចត់អំពីហិរញ្ញវត្ថុរបស់គ្រួសារគាត់ដោយអ្នកស៊ើបអង្កេតរដ្ឋាភិបាលនិងអ្នកស៊ើបអង្កេតឯកជនបានបរាជ័យនៅក្នុងការបង្ហាញថាពួកគេបានរកប្រាក់បានច្រើននោះទេប្រសិនបើបងប្អូនទាំងពីរពិតជាជឿថាការផ្ដល់ជូនប្រាក់រង្វាន់នេះស្របច្បាប់មែនពួកគេមិនមានឋានៈក្នុងការទាមទារទូទាត់ពីអ្នកផ្ដល់សេវាដែលត្រូវបានចោទប្រកាន់នោះទេប្រសិនបើពួកគេត្រូវបានជំទាស់ពីរដងការទាមទារបែបនេះនឹងធ្វើឲ្យជីវិតរបស់ពួកគេជួបគ្រោះថ្នាក់ភាពភ័យស្លន់ស្លោនៃការឃុំឃាត់គ្នាបានឈានដល់កម្រិតកំពូលនៅឆ្នាំ1999ហើយពេលដែលមេធាវីរបស់លោក Ray គឺលោក William Pepper និងជំនួយការរបស់គាត់អំពីការឃុំឃាត់របស់រដ្ឋាភិបាលបានបន្តទាញយកការស្រមើស្រមៃរបស់ពួកគេយ៉ាងខ្លាំងលោក Pepper និងក្រុមគ្រួសារ King បាននាំខ្លួនអ្នកឃុំឃាត់ដែលត្រូវបានចោទប្រកាន់ទៅកាន់ការកាត់ក្តីរដ្ឋប្រវេណីដែលចុងចោទត្រូវបានរកឃើញថាមានទោសកម្លាំងចលករទាំងមូលនៃកិច្ចខិតខំប្រឹងប្រែងរបស់គាត់គឺព្យាយាមបញ្ជាក់ថាគាត់គ្រាន់តែជាឧបករណ៍មួយនៅក្នុងការឃុំឃាត់ធំជាងដែលពាក់ព័ន្ធនឹង SBI ការបង្ហាញសវនាការឯកតោភាគីនៃករណីនេះមិនអនុញ្ញាតឲ្យមានលទ្ធផលផ្សេងទៀតទេអ្នកនិពន្ធជីវប្រវត្តិ King និងជាអ្នកនិពន្ធដែលឈ្នះពានរង្វាន់លោក David Garrow បាននិយាយថាសាលក្រមរបស់គណៈវិនិច្ឆ័យគ្មានន័យទេលោក Garrow បានសរសេរថាលោក Jover គឺជាជនជាប់ចោទដែលអាចមើលឃើញយ៉ាងច្បាស់ដែលអស់រយៈពេល6ឆ្នាំបានខិតខំប្រឹងប្រែងដើម្បីសារភាពកំហុសក្នុងអំឡុងពេលសវនាការរឿងរ៉ាវមិនស៊ីចង្វាក់គ្នារបស់លោក Jover មិនដែលត្រូវបានណែនាំឲ្យស្គាល់ឡើយតាស័យសំខាន់មិនដែលត្រូវបានកោះហៅឡើយហើយការការពារក៏ស្ទើរតែគ្មានដែរគ្មាននរណាម្នាក់បានប្រាប់គណៈវិនិច្ឆ័យថាលោក Jover បានអួតអាងអំពីការក្លាយជាអ្នកមានដោយសារការបង្ហាញខ្លួនតាមទូរទស្សន៍របស់គាត់ហើយបានអង្វរមនុស្សឲ្យចោទប្រកាន់គាត់នៅក្នុងខែមិថុនាឆ្នាំ2000ក្រសួងយុត្តិធម៌បានចេញផ្សាយលទ្ធផលនៃការស៊ើបអង្កេតរយៈពេល18ខែរបស់ខ្លួនដែលត្រូវបានអំពាវនាវដោយក្រុមគ្រួសារលោក King បន្ទាប់ពីការកាត់ក្តីរដ្ឋប្រវេណីរបស់លោក Jover ក្នុងឆ្នាំ1999គ្មានភ្នាក់ងារ SBI ណាមួយបានចូលរួមទេដោយសារតែមានការសង្ស័យជាយូរមកហើយថាការិយាល័យនេះមានជាប់ពាក់ព័ន្ធនឹងការស្លាប់របស់លោក King ការស៊ើបអង្កេតនេះពាក់ព័ន្ធនឹងអ្នកស៊ើបអង្កេតដែលធ្វើការឲ្យសេវាប្រៃសណីយ៍គ្រឿងស្រវឹងថ្នាំជក់និងអាវុធអ្នកស៊ើបអង្កេតបានសន្និដ្ឋានថាការចោទប្រកាន់តាក់ទងនឹងការឃុំឃាត់របស់រដ្ឋាភិបាលក្នុងករណីលោក King គឺមិនពិតទេមានវិធីជាច្រើនទង្វើឃាតកម្មរបស់លោក Ray បានរុញគាត់ឲ្យស្ថិតក្នុងស្ថានភាពឈ្នះឈ្នះគាត់បានជាប់ពន្ធនាគាររយៈពេល20ឆ្នាំនៅពេលដែលគាត់បានរត់គេចខ្លួនពីពន្ធនាគាររដ្ឋ Missouri ក្នុងខែមេសាឆ្នាំ1967
ក្នុងនាមជាអ្នករត់គេចខ្លួនគាត់មិនអាចតាំងទីលំនៅនិងស្វែងរកការងារអចិន្ត្រៃយ៍បានទេក្នុងអំឡុងពេល13ខែនៃសេរីភាពរបស់គាត់បានដើរលេងពាសពេញសហរដ្ឋអាមេរិកដោយធ្វើដំណើរដំបូងទៅកាន់ប្រទេសមិចស៊ិកក្នុងដំណើររត់ពន្ធកញ្ឆាហើយនៅទីបំផុតបានតាំងទីលំនៅនៅទីក្រុង Los Angeles ជាកន្លែងដែលគាត់ចាប់ផ្ដើមតាមដានលោក King បើគ្មានលេខសន្តិសុខសង្គមការងាររបស់គាត់ទំនោរជារយៈពេលខ្លីគាត់អាចបន្តប្រតិបត្តិការរត់ពន្ធរបស់គាត់ចេញពីប្រទេសមិចស៊ិកប៉ុន្តែដោយដែលអ្នកទោសដែលរត់គេចខ្លួនទាំងអស់បានដឹងហើយថាពេលវេលានឹងអស់នៅទីបំផុតគាត់មានជំរើសក្នុងការប្លន់ធនាគារប៉ុន្តែរឿងនេះក៏ទំនងជាបានបញ្ចប់ដោយការចាប់ខ្លួននិងជាប់ពន្ធនាគារផងដែរហើយប្រសិនបើគាត់ត្រូវបានចាប់ខ្លួនពីបទឧក្រិដ្ឋតូចតាចមួយចំនួនទៀតគាត់ដឹងតែបញ្ជូនទៅពន្ធនាគារវិញដើម្បីអនុវត្តទោស13ឆ្នាំដែលនៅសល់នៃការកាត់ទោសរបស់គាត់បូករួមទាំងពេលវេលាបន្ថែមសម្រាប់ការរត់គេចខ្លួនគាត់ក៏ជិតដល់អាយុ40ឆ្នាំហើយគាត់អាចទន្ទឹងរង់ចាំចំណាយពេលនៃឆ្នាំចុងក្រោយរបស់គាត់ប៉ុន្តែការស្លាប់លោក King នឹងបង្កើនឋានៈរបស់គាត់ដែលផ្ដល់ឲ្យគាត់នៅកេរ្តិ៍ឈ្មោះដ៏អស្ចារ្យគាត់មានជំរើសមួយចំនួនក្នុងនាមជាអ្នករត់គេចខ្លួនដែលអាចទាក់ទាញគាត់មិនថាព្រឹត្តិការណ៍បានផ្លាស់ប្ដូរទៅជាយ៉ាងណានោះទេគាត់អាចសម្លាប់លោក King ហើយរត់គេចខ្លួនទៅក្រៅប្រទេសក្រោយមកនៅពេលដែលស្ថានភាពបានស្ងប់ស្ងាត់គាត់ប្រហែលជាអាចត្រឡប់ទៅសហរដ្ឋអាមេរិកវិញប្រសិនបើព្រឹត្តិការណ៍បានប្រែក្លាយទៅជាខុសគ្នាហើយគាត់ត្រូវបានចាប់ខ្លួនការវិលត្រឡប់ទៅពន្ធនាគារវិញនឹងខុសគ្នាទន្ទឹមនឹងនេះគាត់នឹងធ្វើអ្វីដែលគាត់ជាអ្នកជំនាញប្រកួតប្រជែងនឹងប្រព័ន្ធបដិសេធអ្វីៗគ្រប់យ៉ាងនិងបន្តអាជីពរបស់គាត់ជាមេធាវីពន្ធនាគារគាត់អាចបង្កើតការសង្ស័យអំពីកំហុសរបស់គាត់ដែលជាផ្លូវចុងក្រោយដែលគាត់បានជ្រើសរើសដូច្នេះនៅពេលអនាគតការកាត់ទោសដែលបានកាត់បន្ថយអាចត្រូវបានផ្ដល់ជូនគាត់ក៏បានដឹងអំពីលទ្ធភាពដែលថាប្រសិនបើគាត់សម្លាប់លោក King នៅក្នុងប្រទេសគណៈវិនិច្ឆ័យអាចនឹងដោះលែងគាត់ឬប្រហែលជាណែនាំការកាត់ទោសឲ្យជាប់ពន្ធនាគារក្នុងកម្រិតស្រាលដោយដែលបានកើតឡើងនៅក្នុងករណីមុនដែលពាក់ព័ន្ធនឹងការស្លាប់មេដឹកនាំសិទ្ធិពលរដ្ឋគាត់បានប្រាប់មេធាវីរបស់គាត់គឺលោក Percy Fogman ថាខ្ញុំមិនចង់សារភាពកំហុសទេគ្មានបរិសុទ្ធស្បែកសណាម្នាក់ទទួលបានកៅអីនៅរដ្ឋ Tennessee សម្រាប់ការបាញ់សម្លាប់ជនជាតិស្បែកខ្មៅនោះទេយ៉ាងណាក៏ដោយលោក Fogman បានបញ្ចុះបញ្ចូលលោកឲ្យសារភាពកំហុសដូចដែលលោក Fogman បានប្រាប់លោក Ray ថាមានឱកាស 100% ដែលអ្នកនឹងត្រូវបានផ្តន្ទាទោសនិងឱកាស 99% ដែលអ្នកនឹងទទួលបានទោសប្រហារជីវិតលោក Fogman យល់ខុសអំពីលទ្ធភាពនៃការកាត់ទោសប្រហារជីវិតបន្ទាប់ពីការកាត់ក្តីខែមីនាឆ្នាំ1969ដែលមានរយៈពេល144នាទីលោក Ray ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ99ឆ្នាំហើយត្រូវបាននាំទៅកាន់ពន្ធនាគារនៅរដ្ឋ Nashville ពីរដ្ឋ Nashville លោកត្រូវបានបញ្ជូនទៅពន្ធនាគារ Brooksy Mountain ជិតរដ្ឋ Tennessee ហើយត្រូវចំណាយពេល22ឆ្នាំនៅទីនោះមុនពេលលោកចាក់ចេញជារៀងរហូតនៅឆ្នាំ1992លោកបានស្លាប់នៅក្នុងរដ្ឋ Nashville 6ឆ្នាំក្រោយមកក្នុងខែមេសាឆ្នាំ1998ដោយសារជំងឺតម្រងនោមនិងថ្លើមក្នុងអាយុ70ឆ្នាំជំងឺខ្សោយថ្លើមរបស់លោកបណ្ដាលមកពីជំងឺរលាកថ្លើមប្រភេទ C ដែលលោកបានឆ្លងពីការបញ្ចូលឈាមដែលទទួលបានបន្ទាប់ពីត្រូវបានចាប់ជាង20ដងដោយអ្នកទោស4នាក់នៅពន្ធនាគារ Brooksy Mountain ក្នុងឆ្នាំ1981ទោះបីជាមិនមានការឃុំឃាត់ជាមួយរដ្ឋាភិបាលដើម្បីធ្វើឃាតលោក King ក៏ដោយក៏មានការឃុំឃាត់គ្នាក្នុងន័យពិតនៃពាក្យនេះដើម្បីសម្លាប់រូបតំណាងសិទ្ធិពលរដ្ឋហើយវាត្រូវបានរៀបចំឡើងដោយគាត់ដោយមានជំនួយពីបងប្អូនរបស់គាត់លោក Ray មានការបំផុសគំនិតឲ្យប្រព្រឹត្តឃាតកម្មនេះដោយសារតែការស្អប់ខ្ពើមរបស់គាត់ចំពោះលោក King និងក្តីសង្ឃឹមថាគាត់នឹងទទួលបានអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុបន្ទាប់ពីឃាតកម្មនេះបន្ទាប់ពីការចាប់ខ្លួនគាត់នៅទីក្រុងឡុង
គាត់បានប្រាប់អ្នកអមដំណើររបស់គាត់គឺ Alexander ថាគាត់នឹងរកលុយពីភាពល្បីល្បាញនៃករណីនេះគាត់បាននិយាយថាអ្វីដែលគាត់នឹងត្រូវបានចោទប្រកាន់ពីបទឃុំឃាត់គ្នាហើយគាត់នឹងទទួលបានត្រឹមតែ10ទៅ12ឆ្នាំប៉ុណ្ណោះសម្រាប់រឿងនេះហើយមានផុសតាងច្បាស់លាស់ថាបងប្អូនរបស់គាត់គឺ John និង Jerry ដែលបានជួយគាត់ឲ្យរត់គេចពីពន្ធនាគារហើយក្រោយមកបានជួយគាត់ឲ្យរត់គេចខ្លួនចេញពីប្រទេសបន្ទាប់ពីការធ្វើឃាតនិងទទួលបានអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុដូចគ្នាការស៊ើបអង្កេតទាំង5របស់រដ្ឋាភិបាលលើឃាតកម្មលោក King បានបរាជ័យក្នុងការផ្ដល់ភស្តុតាងគ្រប់គ្រាន់ដែលបង្ហាញថាលោក John, Jerry និង Lee ជាប់ពាក់ព័ន្ធនឹងឃាតកម្មរបស់លោក King ការបញ្ជាក់ពីទូនាទីរបស់បងប្អូនប្រុសស្រីនៅក្នុងការធ្វើឃាតតែងតែជួបប្រទះនឹងភាពមិនច្បាស់លាស់ពីសំណាក់ព្រះរាជអាជ្ញានៃស្រុក Selby ដែលនៅទីបំផុតបានសម្រេចចិត្តថាគ្មានគណៈវិនិច្ឆ័យណាម្នាក់នឹងរកឃើញថាពួកគេមានទោសនោះទេការសម្រេចចិត្តរបស់ពួកគេបានកើតឡើងបន្ទាប់ពីគណៈវិនិច្ឆ័យធំដែលបានអង្គុយស្ដាប់ភស្តុតាងប្រឆាំងនឹងលោករ៉េនឹងត្រូវបានអនុញ្ញាតឲ្យពិចារណាថាតើបងប្អូនប្រុសស្រីបានចូលរួមក្នុងការធ្វើឃាតឬអត់មិនបានចោទប្រកាន់បែបនេះទេប្រសិនបើគណៈវិនិច្ឆ័យត្រូវបានអនុញ្ញាតឲ្យពិចារណាលើការសារភាពនៅពេលក្រោយដោយ Jerry, John, Ray ផុសតាងដែលពួកគេបានជួយនិងញុះញង់ក្នុងការធ្វើឃាតលទ្ធផលអាចខុសគ្នានៅពេលដែល Jerry បានជួបជាមួយប្អូនប្រុសរបស់គាត់ឈ្មោះ Ray នៅទីក្រុង Birmingham ដើម្បីទិញកាំភ្លើងវាពិតជាមិនអាចនឹកស្មានដល់ថាគាត់នឹងមិនបានប្រាប់អំពីផែនការរបស់គាត់ក្នុងការសម្លាប់ King នោះទេស្រដៀងគ្នានេះដែរនៅពេលដែលគាត់បានជួបជាមួយ John នៅល្ងាចមុនពេលធ្វើឃាតគាត់ក៏មិនបានជូនដំណឹងអំពីផែនការរបស់គាត់ផងដែររាល់ជំហាននីមួយៗបងប្អូនបានផ្ដល់ជំនួយដល់គាត់ក្នុងការប្រព្រឹត្តបទឧក្រិដ្ឋរបស់គាត់មិនមានភស្តុតាងណាមួយដែលបង្ហាញថាគាត់ឬបងប្អូនរបស់គាត់មានទំនាក់ទំនងមុនពេលធ្វើឃាតជាមួយមនុស្សដែលផ្ដល់រង្វាន់នោះទេប៉ុន្តែវាទំនងជាពួកគេជឿថាវាជាការពិតមានភស្តុតាងមួយចំនួនដែលបង្ហាញថាមេធាវីម្នាក់របស់គាត់គឺ JB Stoner បានស្គាល់បងប្អូនគាត់មុនពេលធ្វើឃាតហើយប្រហែលជាបានលើកទឹកចិត្តពួកគេឲ្យស្វែងរកគាត់វាអាចទៅរួចដែលថាគាត់ប្រហែលជាចង់ប្រមូលប្រាក់ណាមួយដែលត្រូវបានផ្ដល់ជូនតាមរយៈបងប្អូនរបស់គាត់នៅថ្ងៃមុខទោះជាយ៉ាងណាក៏ដោយមិនមានភស្តុតាងគួរឲ្យទុកចិត្តណាមួយដែលបង្ហាញថាគាត់ឬបងប្អូនរបស់គាត់បានរៀបចំដើម្បីប្រមូលប្រាក់រង្វាន់ដែលបានចោទប្រកាន់មុនឬក្រោយការធ្វើឃាតនោះទេទាំង Jerry និង John មិនបានបង្ហាញភស្តុតាងណាមួយដែលបង្ហាញថាគាត់មានលុយច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំបន្ទាប់ពីការធ្វើឃាតនោះទេហើយប្រសិនបើប្រាក់រង្វាន់ត្រូវប្រមូលបានវាមិនសមហេតុសមផលណាមួយសម្រាប់ John ក្នុងការប្លន់ធនាគារមួយក្នុងឆ្នាំ1970ដែលគាត់ត្រូវកាត់ទោសដោយសារតែបញ្ហាបែបនេះត្រូវបានដោះស្រាយតាមរយៈជំនួយការរបស់លោករ៉េឬបងប្អូនរបស់គាត់មិនបញ្ចូលឈ្មោះពួកគាត់ប្រសិនបើពួកគេពិតជាត្រូវបានចោទប្រកាន់ពីរដងមែនគាត់ដឹងថាឧក្រិដ្ឋកម្មរបស់គាត់ធ្វើឲ្យល្បីដែលបង្កើតឡើងដោយឃាតកម្មនេះនឹងមិនដែលរលត់ឡើយជាពិសេសនៅក្នុងប្រទេសដូចជាសហរដ្ឋអាមេរិកដែលបានចាត់ថ្នាក់ឃាតករដ៏ល្បីល្បាញជាតារាល្បីគាត់ដឹងច្បាស់ថាឃាតករមេដឹកនាំសិទ្ធិពលរដ្ឋនៅរដ្ឋ Mississippi គឺលោក Medgar Evers និងសកម្មជនសិទ្ធិពលរដ្ឋ Walla Luso ត្រូវបានតុលាការភាគខាងត្បូងអត់ឱនដែលផ្ដល់ឲ្យគាត់នូវក្តីសង្ឃឹមថាគាត់ក៏នឹងត្រូវបានដោះលែងផងដែរកិច្ចព្រមព្រៀងសៀវភៅទស្សនាវដ្តីនិងក្រុមហ៊ុនទូរទស្សន៍តែងតែត្រូវបានផ្ដល់ជូនដើម្បីបង់ថ្លៃមេធាវីការពារក្តីនិងការផ្ដល់ហិរញ្ញវត្ថុសម្រាប់បងប្អូនរបស់គាត់ប្រសិនបើគាត់មានសំណាងគ្រប់គ្រាន់ក្នុងការរត់គេចខ្លួនទៅកាន់បរទេសគាត់អាចលក់រឿងរបស់គាត់បាន
គាត់ក៏នឹងដឹងដែរថាអង្គការជ្រុលនិយមប្រកាន់ពូជសាសន៍និងមតិសាធារណជនអាមេរិកមួយចំនួនធំនៅពីក្រោយគាត់អ្វីដែលនៅសេសសល់ក្នុងករណីនេះគឺជាសំណួរមួយទៀតក្រៅពីភស្តុតាងដែលបាត់ថាគាត់អាចត្រូវបានញុះញង់ឲ្យសម្លាប់ King ដោយមេធាវីរបស់គាត់ហេតុអ្វីបានជាគាត់បន្តជជែកលើភាពគ្មានទោសបីរបស់គាត់រហូតដល់ថ្ងៃដែលគាត់ស្លាប់នៅឆ្នាំ1998បន្ទាប់ពីការស្លាប់របស់ King លោក Cherry John បានប្រាប់ភ្នាក់ងារ FBI ថាប្អូនប្រុសរបស់គាត់ឈ្មោះ Ray មិនដែលនិយាយឡើយ Cherry បាននិយាយថាវាជាចរិតលក្ខណៈគ្រួសារគាត់ក្រុមគ្រួសារគាត់ណាម្នាក់និយាយទេអាជីពអក្រិតកម្មទាំងមូលរបស់បងប្អូនគាត់គឺផ្ដោតជុំវិញការស្អប់ខ្ពើមចំពោះអាញាធរនិងជំនឿមួយដែលពួកគេមិនគួរទទួលស្គាល់កំហុសឡើយពេញមួយរយៈពេល40ឆ្នាំនៅក្នុងពន្ធនាគារពីបទសម្លាប់លោក King គាត់បានដឹងថាមានកិច្ចខិតខំប្រឹងប្រែងដែលរៀបចំយ៉ាងល្អដោយអ្នកការពារគាត់ទូទាំងប្រទេសដើម្បីដោះលែងគាត់ការទទួលស្គាល់កំហុសនិងបញ្ចប់កិច្ចខិតខំប្រឹងប្រែងទាំងនោះក្នុងពេលតែមួយគាត់បានអនុវត្តការបោកប្រាស់ពេញមួយជីវិតរបស់គាត់គ្រូពេទ្យវិកលចរិតម្នាក់ដែលធ្វើការឲ្យពន្ធនាគាររដ្ឋ Missouri ជឿជាក់ថាគាត់មានសមត្ថភាពឃាតកម្មជំនួសឲ្យការពិពណ៌នាអំពីជនល្មើសដ៏ល្ងង់ខ្លៅគាត់ជាមនុស្សមានល្បិចកលមេធាវីរបស់គាត់មួយចំនួនបាននិយាយអំពីរបៀបដែលគាត់ធ្វើការជាមួយពួកគេគាត់គឺជាមេធាវីពន្ធនាគារដ៏ឈ្លាសវៃម្នាក់ដែលបានចំណាយពេលជាច្រើនឆ្នាំដើម្បីរៀនចំណុចល្អៗនៃច្បាប់ជាពិសេសទាក់ទងនឹងនីតិវិធីប្តឹងឧទ្ធរណ៍និងរបៀបដែលច្បាប់ត្រូវបានអនុវត្តចំពោះទំនាក់ទំនងរវាងមេធាវីនិងអតិថិជនការលាក់បាំងការពិតអំពីឃាតកម្មនេះមិនមែនជារឿងពិបាកសម្រាប់បុរសដូចជាគាត់នោះទេគាត់តែងតែជាមនុស្សឯកោដែលមិនដែលបង្ហាញខ្លួនឯងឲ្យនរណាម្នាក់ដឹងច្បាស់នោះទេសូម្បីតែក្រុមគ្រួសាររបស់គាត់អ្នកទោសដូចគ្នាអ្នកស្គាល់គ្នាឬមេធាវីរបស់គាត់ពេញមួយជីវិតរបស់គាត់បានបដិសេធមិនសហការជាមួយអាជ្ញាធរមានការមើលងាយចំពោះប្រព័ន្ធយុត្តិធម៌ទាំងមូលចំអកឲ្យប៉ូលីសដោយក្លាហាននិងប្រឌិតការកុហកដើម្បីការពារខ្លួនប្រសិនបើគាត់បានសារភាពកំហុសនៅថ្ងៃស្លាប់របស់គាត់ប្រកាសជាបានទុកឲ្យបងប្អូនរបស់គាត់បើកចំហចំពោះការស៊ើបអង្កេតថ្មីមួយដែលជៀសមិនរួចនឹងកើតឡើងបន្ទាប់ពីការសារភាពពេញលេញស្រឡាញ់បងប្អូនរបស់គាត់តាមពិតទៅគាត់ជាមនុស្សឯកាលើកលែងតែបងប្អូនរបស់គាត់និងប្អូនស្រីរបស់គាត់ Carol Pepper ដែលគ្រប់គ្រងប្រាក់ចំណូលរបស់គាត់ក្នុងនាមជាអ្នកជួញដូរគ្រឿងញៀននៅក្នុងពន្ធនាគារគាត់គឺជាបងប្រុសច្បងដែលត្រូវបានសមាជិកគ្រួសារដែលនៅសេសសល់កោតសរសើរគាត់ក៏ត្រូវបានកត់ត្រាថាកំណត់ត្រារបស់ខ្ញុំបង្ហាញថាខ្ញុំតែងតែមកជួយបងប្រុសរបស់ខ្ញុំលុះត្រាតែវាពាក់ព័ន្ធនឹងការបញ្ជាប់ទំនាក់ទំនងជាមួយហ្វូងមនុស្សសម្រាប់កិច្ចសន្យាឬទំនាក់ទំនងរយៈពេលវែងមួយចំនួននៅក្នុងផែនការធ្វើឃាតរបស់គាត់មិនចង់ឲ្យបងប្អូនរបស់គាត់ប្រថុយប្រឋានក្នុងការអមដំណើរគាត់ទៅកាន់ទីក្រុង Memphis ទេគាត់ជាបងប្រុសច្បងហើយគាត់គឺជាអ្នកដែលរត់គេចខ្លួនពីយុត្តិធម៌រួចទៅហើយគាត់ចង់បានជំនួយពី Cherry និង John ប៉ុន្តែគាត់ក៏ចង់ឲ្យពួកគេជៀសវាងការចាប់ខ្លួនផងដែរចេតនារបស់គាត់គឺប្រព្រឹត្តឃាតកម្មបន្ទាប់មកជួបជាមួយបងប្អូនរបស់គាត់នៅពេលក្រោយបន្ទាប់ពីគាត់បានរៀបចំផែនការរត់គេចខ្លួនទៅកាន់ប្រទេសមួយចំនួនផ្សេងទៀតប៉ុន្តែគាត់ច្បាស់ជាមិនដឹងថាជំនួយដែលបងប្អូនបានផ្ដល់ឲ្យគាត់ទាំងមុននិងក្រោយពេលធ្វើឃាតបានធ្វើឲ្យពួកគេមានទោសចំពោះការចោទប្រកាន់ពីបទជួយនិងញុះញង់ឲ្យប្រព្រឹត្តឃាតកម្មលើលោក King ឬអាចចោទប្រកាន់ពីបទជាអ្នកផ្សំគំនិតផ្នែកនៃការស៊ើបអង្កេត FBI មិនដែលត្រូវបានពិនិត្យពេញលេញនោះទេបងប្អូនប្រុសទាំងពីរនាក់មានសញ្ញាមួយដែលថាមិនដែលជេរប្រមាថគ្នាទៅវិញទៅមកហើយក៏មិនធ្វើអ្វី
ដែលអាចនាំឲ្យពួកគេទាំងពីរនាក់ត្រូវសង្ស័យពីបទឧក្រិដ្ឋណាមួយឡើយដោយប្រកាន់ខ្ជាប់នៅការទទួលយកក្រមព្រហ្មទណ្ឌជាយូរមកហើយគាត់មិនបោះបង់ចោលបងប្អូនប្រុសរបស់គាត់ឡើយសូម្បីតែដល់ចំណុចស្លាប់ក៏ដោយការនិយាយការពិតអំពីឃាតកម្មនេះនឹងធ្វើឲ្យបងប្អូនទាំងពីរនាក់ប្រឈមមុខនឹងការចោទប្រកាន់ពីបទឃាតកម្មព្រោះមិនមានច្បាប់កំណត់ចំពោះឃាតកម្មកម្រិតទី1នៅក្នុងរដ្ឋ Tennessee ឡើយ Gary និង John នៅតែមានសេរីភាពដោយសារបងប្រុសរបស់ពួកគេលោក Ray ក៏បានដឹងដែរថាបងប្អូនទាំងពីរនាក់បានរកប្រាក់ចិញ្ចឹមជីវិតដោយសារទំនាក់ទំនងរបស់ពួកគេជាមួយគាត់ប្រាក់នេះបានមកពីការចូលរួមសន្និសីទអំពីការធ្វើឃាតដែលរៀបចំដោយក្រុមមួយដែលផ្សព្វផ្សាយគំនិតថារដ្ឋាភិបាលបានសម្លាប់លោក King ប្រសិនបើបងប្អូនទាំងពីរនាក់បានសារភាពបន្ទាប់ពីការស្លាប់របស់គាត់ប្រភពប្រាក់នេះនឹងរឹបអូសដូច្នេះវាគឺជាការរកស៊ីឃុំឃិតមួយដែលរារាំងការសារភាពបន្ថែមទៀតអញ្ចឹងប្រិយមិត្តទាំងអស់គ្នាបន្ទាប់ពីបានស្ដាប់រឿងនេះហើយថាតើប្រិយមិត្តទាំងអស់គ្នាមានគំនិតយោបល់យ៉ាងម៉េចដែរអញ្ចឹងតាមរយៈសាច់រឿងដែលខ្ញុំរៀបរាប់ជូនប្រិយមិត្តទាំងអស់គ្នានេះគឺលោក Ray បាទគេហៅថាJohn Ray ហ្នឹងគឺបានផ្សំគំនិតជាមួយនឹងខាងភាគីម្ខាងទៀតប៉ុន្តែព័ត៌មានវាមិនបានបញ្ជាក់ឲ្យច្បាស់ថាភាគីណាទេដែលបានផ្សំគំនិតសម្រាប់លោក King អញ្ចឹងវានៅតែជាអាថ៌កំបាំងមួយដដែលសម្រាប់យើងទាំងអស់គ្នាដូច្នេះអរគុណច្រើនដល់ប្រិយមិត្តទាំងអស់គ្នាដែលបានស្ដាប់ដល់ចុងបញ្ចប់នេះបើសិនជាមានមតិអាច comment ខាងក្រោមវីដេអូបានចំពោះអ្នកដែលមើលវីដេអូហើយមិនទាន់បានចុច subscribe អាចចុច subscribe ម្នាក់មួយដើម្បីជាកម្លាំងទឹកចិត្តខ្ញុំនៅក្នុងការស្រាវជ្រាវព័ត៌មានក៏ដូចជារឿងផ្សេងៗសម្រាប់យកមកចែករំលែកជូនប្រិយមិត្តទាំងអស់គ្នាដូច្នេះមានតែប៉ុណ្្នឹងទេជម្រាបលាប្រិយមិត្តទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ